ជំរាបសួរបងម៉ែបងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុកជាពិសេសវីដេអូនេះផ្សាយជូនបងដែលធ្វើការដំណើរស្រុកទៅធ្វើការពលករនៅបណ្ដាប្រទេសផ្សេងៗដូចជាប្រទេសថៃប្រទេសកូរ៉េនិងបណ្ដាប្រទេសផ្សេងមួយចំនួនហើយវីដេអូនេះសូមផ្សាយជូនបងដែលធ្វើការនៅដំណាក់ស្រុកនឹងទុកគ្រាន់ជាការទស្សនាកម្សាន្តអំពីការឡើងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែររបស់យើងហើយក្នុងវីដេអូនេះសូមផ្សាយជូនដល់បងប្អូននៅឲ្យនាយសមុទ្រដែលគាត់បែកពីស្រុកយូរឆ្នាំមកហើយតាំងពីរបបបែកពូជសាសន៍មកទល់ពេលហ្នឹងមិនទាន់បានមកលេងស្រុកខ្មែរទៅគាត់ជាការកំសាន្តអំពីការឡើងជាក្រាននៅស្រុកខ្មែរយើងផងដែរហើយយើងពីព្រឹកមកហ្នឹងគឺរៀបចំបងប្អូនពុទ្ធបរិស័ទដែលនៅចំណុះជើងគាត់ហ្នឹងគាត់ធ្វើការរៀបចំចង្ហាន់យកមកថ្វាយប្រគេនលោករួចរាល់នៅម៉ោង12រួចរាល់ហើយអស់ហ្នឹងក៏បងប៉ូលីសជាអាជ្ញាធរគាត់ចាប់ផ្ដើមនាំគ្នាលេងល្បែងកំសាន្តដូចជាវាយក្អមលេងល្បែងជាប្រៃផ្សេងទៀតបន្តទល់ល្ងាចអញ្ចឹងណាបងប្អូនហើយណាពេលយប់ហ្នឹងគឺមានការប្រគំតន្ត្រីអីដើម្បីជួបជុំបងប្អូនចាស់ទុំអីមកលេងវត្តរំសប្បាយនៅក្នុងសង្ក្រាន្តឆ្នាំថ្មីនេះផងដែរហើយពេលនេះបងប្អូនឯដូចជាបងស្រីគាត់មកអញ្ចឹងទៅឲ្យនាំគ្នាលេងទៅទាំងបងអាជ្ញាធរហើយនឹងបងដែលជាម្ចាស់ជួយឧបត្ថម្ភកម្មវិធីនឹងផងដែរហើយវីដេអូនេះគឺខ្ញុំធ្វើការថតនៅវត្តព្រៃផ្ដៅស្រុកព្រះស្ដេចខេត្តព្រៃវែងហើយបងប្អូនដែលនៅខេត្តព្រៃវែងជួយ comment ក្នុងវីដេអូនេះផងដើម្បីឲ្យជួយគាំទ្រលើកទឹកចិត្តក្នុងការធ្វើវីដេអូចែកចាយបងប្អូនមើលផងដែរហើយពេលនេះបងអាជ្ញាធរនឹងគាត់ចាប់ផ្ដើមលេងហើយកម្មវិធីហ្នឹងវាមានរំលេងសប្បាយតិចហើយនឹងលេងល្បែងជាប្រៃហ្នឹងអញ្ចឹងណាបងប្អូនហើយសប្បាយណាបងប្អូនអើយនៅខេត្តព្រៃវែងខ្ញុំលើកទី1ហើយដែលមកលេងខេត្តព្រៃវែងមកឡើងសង្ក្រាន្តមកលេងសង្ក្រាន្តឆ្នាំថ្មីនៅខេត្តព្រៃវែងហ្នឹងប៉ុន្តែបងប្អូនព្រៃវែងក៏សប្បាយខ្ញុំឃើញការរស់នៅនឹងនេះអីចេះយល់យកគ្នាអធ្យាស្រ័យគ្នាខ្ញុំឃើញជាជនខ្មែរយើងមានការសហការគ្នាស្រឡាញ់គ្នាខ្ញុំសប្បាយចិត្តមែនទែនបងប្អូនហើយបងអាជ្ញាធរចាប់ផ្ដើមលេងសប្បាយណាបងប្អូននេះនៅវត្តព្រៃផ្ដៅបងប្អូនហើយនៅវីដេអូក្រោយខ្ញុំធ្វើអំពីវត្តដូចជាវត្តបាស្រីនិងខ្ញុំទៅវត្តបាស្រីទៀតនៅថ្ងៃស្អែកខ្ញុំធ្វើវីដេអូចែកបងនៅនាយសមុទ្រទៅគាត់ជាការទស្សនាផងដែរមានបងប៉ូលីសគាត់ចំលេងហើយនាំបងប្អូនស្រីនឹងលេងសប្បាយណាបងប្អូនអើយជាលើកទី1ហើយដែលខ្ញុំមកខេត្តព្រៃវែងទស្សនានៅខេត្តព្រៃវែងនេះហើយសប្បាយបងប្អូនអាជ្ញាធរអីនៅសប្បាយមែនជួបជុំគ្នាហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសូមជួយ like និង share ហើយនឹងជួយ follow និង subscribe ឲ្យ YouTube ខ្ញុំម្នាក់មួយផងហើយជួយពើដល់បងដែលនៅឯនាយសមុទ្រមានសុខសប្បាយរកស៊ីមានបានសុខភាពល្អជួយគ្រប់គ្រងដែលជួយមើលវីដេអូនេះតាំងពីដើមមកដល់ចប់សូមអរគុណសូមជម្រាបលាមានទឹកមកមានជ្រឹកស្ដីបាយមួយយកមកបាយមួយយកមកបាយអាំងបានហើយបានហើយរកបានមកផ្ទះថ្មីរកបានប្រប្រាស់ថ្មីបង